សេចក្តីអំពាវនាវស្តីពីការបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2026លេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តបៃលិនបានពិនិត្យឃើញថាបន្ទាប់ពីនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្តបានចុះអនុវត្តច្បាប់ដោយធ្វើការរឹតបន្តឹងនិងធ្វើការណែនាំដល់អ្នកបើកបរយានយន្តល្មើសច្បាប់តាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្តបៃលិនកន្លងមកចំពោះប្រជាពលរដ្ឋក៏ដូចជាអ្នកប្រើប្រាស់ផ្លូវថ្នល់ដើម្បីឲ្យមានការភ្ញាក់រលឹកក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបាត់បង់ជីវិតរងរបួសនិងការខូចខាតទ្រព្យសម្បត្តិប៉ុន្តែបើទោះជាយ៉ាងនេះក្តីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមសំខាន់ដែលអាចកើតឡើងជាយថាហេតុនិងបណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗបើសិនជាអ្នកប្រើប្រាស់ផ្លូវមិនមានការប្រុងប្រយ័ត្នខ្ពស់និងមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទន្ទឹមនឹងនេះនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2026ខាងមុខនេះយានយន្តធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈមានការកើនឡើងខុសប្រក្រតីដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុដោយក្នុងពិធីបុណ្យនានាកន្លងទៅផងដែរដូចនេះលេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបៃលិនសូមធ្វើការអំពាវនាវដល់សាធារណជនដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនិងអនុវត្តទៅតាមចំណុចសំខាន់ៗដូចខាងក្រោម 1. មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត 2. មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត 3. មិនត្រូវបត់ឬជែងក្នុងភាពប្រថុយប្រថានឬប្រើទូរស័ព្ទដែលគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង 4. ត្រូវគោរពសិទ្ធិអាទិភាពគោរពសញ្ញាចរាចរណ៍និងប្រកាន់ស្ដាំជានិច្ច 5. មិនត្រូវបើកបរនៅក្រោមស្ថានភាពងងុយដេកជាដាច់ខាត 6. ត្រូវពាក់មួកសុវត្ថិភាពជានិច្ចនៅពេលបើកបរតូចចក្រយានយន្តទាំងអ្នកបើកបរទាំងអ្នករួមដំណើរ 7. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចនៅពេលបើកបរយានយន្តទាំងអ្នកបើកបរទាំងអ្នករួមដំណើរ 8. ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ចមុនពេលបើកបរ 9. មិនត្រូវផ្ទុកអ្នកដំណើរឬទំនិញលើសច្បាប់កំណត់ 10. ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យជាថ្មីម្ដងទៀតលេខាធិការដ្ឋាននៃអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបៃលិនមានសេចក្តីសង្ឃឹមយ៉ាងមុតមាំនិងជឿជាក់នៅស្មារតីភ្ញាក់រលឹកក្នុងការចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក៏ដូចជាការអនុវត្តតាមសេចក្តីអំពាវនាវនេះពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូបដើម្បីជៀសវាងនៅរាល់គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជាយថាហេតុក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនៅពេលឆាប់ៗខាងមុខនេះថ្ងៃអង្គារ500ខែចែកឆ្នាំម្សាញ់សប្បដស័កពុទ្ធសករាជ2569បៃលិនថ្ងៃទី7ខែមេសាឆ្នាំ2026ប្រធានមន្ទីរនិងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបៃលិនហត្ថលេខានឹងត្រាវិស្វករអៀតសារ៉ាន់